ខ្ញុំហ៊ាននិយាយថាអត់មានមនុស្សណាអស់លុយតិចជាងនឹងទៀតទេអស់តែ2000រៀលទេបងប្អូនតើហ៊ូឆឹងនេះទិញតើហ៊ូ2ដុំអស់តែ2000រៀលនឹងឯងរីឯស្លឹកខ្ទឹមយើងសុំគេអញ្ចឹងណាបងប្អូនហើយចំណែកទឹកសុបគឺយើងមាននៅផ្ទះស្រាប់គ្រឿងផ្សំមានប្រេងខ្យងមានទឹកសៀងទឹកម្ទេសម្សៅស៊ុបលាយតឹងតិចមកបន្ទាប់មកយើងធ្វើការច្បល់ឲ្យវាចូលគ្រឿងបានសព្វល្អគ្រឿងផ្សំមកមានតិចមែនតែនចំណែកតើហ៊ូគឺយើងបំពងឲ្យវាឆ្អិនអញ្ចឹងសិនទៅហើយមានខ្ទឹមច្រាមមានស្លឹកខ្ទឹមម្ទេសឆាហើយនឹងទឹកសវិធីធ្វើងាយមែនតែនដំបូងគឺយើងកន្លោយស្ករត្នោតបន្តិចសិនទៅចាំដាក់ខ្ទឹមច្រាមចូលលីងឲ្យវាឡើងឈ្ងុយល្អចូលគ្នាទៅបន្ទាប់មកយើងដាក់ទឹកសុបចូលម្ទេសឆាចូលឬក៏ដាក់ម្ទេសហុយក៏បានដែរបន្ទាប់មកយើងធ្វើការច្បល់ឲ្យវាចូលគ្នាឡើងបានជើងក្រង់ប៉ុណ្ណឹងទៅណាបងប្អូនបន្ទាប់មកយើងដាក់ទៅហ៊ូចូលបន្ទាប់មកយើងធ្វើការឆាទៅហ៊ូជាមួយនឹងទឹកសៀងនឹងឆាចុះឆាឡើងឲ្យវាបានចូលជាតិគ្នាល្អបែបនេះទៅឲ្យវារៀងដាច់ទឹកនៅទឹកខាប់ទៅបានហើយបងប្អូនតែប៉ុណ្ណឹងគឺយើងអាចដួសដាក់ចានបានងាយមែនតើបងប្អូនទៅនេះអីធ្វើញ៉ាំលេងណានិយាយទៅញ៉ាំជក់មាត់ដែរហ្នឹងឲ្យបន្ទាប់ជាមួយទៅសក់ទៅគឺឆ្ងាញ់មែនតើជាមួយជីទៀតក៏បានដែរបងប្អូនក៏ត្រូវដែរបន្ទាប់ពីយើងដួសដាក់ចានហើយបន្ថែមជាមួយនឹងស្លឹកខ្ទឹមមកគឺថាឡើងឈ្ងុយមែនតើមុខនេះឆ្ងាញ់អស់លុយតិចហើយជំនួយដល់សុខភាពទៀតដោយសារតែទៅហ៊ូយើងញ៉ាំទៅវាល្អសម្រាប់សុខភាពមែនតើទៅហ៊ូគឺយើងអាចញ៉ាំជំនួសសាច់បានណាបងប្អូនអ្នកដែលតមសាច់អីគឺអាចញ៉ាំទៅហ៊ូទៅគឺធ្វើយើងមានកម្លាំងដែរទៅដូចម្ហូបបួសអញ្ចឹងអ្នកបួសគឺគេចូលចិត្តញ៉ាំទៅហ៊ូណាបងប្អូនហើយយើងយកមកញ៉ាំផ្ទាប់ជាមួយទៅសក់ទៅឆ្ងាញ់មែនតើ